มันเห็นตัวฉันมีกำหอกฉันไม่เห็นกุยตัวนี่หาทางกำหอกใส่เตอมันได้ลงชื่อทนภายในสเตอร์แต่ขวาเตอหายมาลงมาไปส่งเจียไว้ยังให้ความมาจูบชมนุกคือเตอหาทางอากันแต่อยู่เรื่องเด็กฉันเขามาแมนเจริญมนต์ពេលថ្ងៃត្រូវគេបដិសេធហើយពេលយប់បណ្ឌិតរឿងបន្លំចូលមកសំណាក់របស់ខ្ញុំនេះមិនទុកជាកំហុសធំអីទេប៉ុន្តែបើនិយាយទៅមនុស្សទាំងនេះគឺដើរតាមខ្ញុំច្រើនឆ្នាំអាចឲ្យពួកគេនិយាយពី3ម៉ាត់ក៏បោកប្រាស់បានប្រកែមែនរឿងเด็กฉันเขามันแมนเจริญนี่អញ្ចឹងគឺជារឿងស្អីទៅมันยังประจูก่อนនិយាយថាខ្ញុំគឺចង់យកទូដើម្បីសងគុណគេគឺទីត្រេនលោកគឺនិយាយថាលោកបន្លំខ្លួនចូលសំណាក់ខ្ញុំទាំងយប់គឺចង់ចាត់ការខ្ញុំហេតុអីទៅរឿងនេះពិតជារអៀខ្លួនខ្ញុំគ្មានមុខនិយាយទេសូមលោកលើកលែងតួខ្ញុំផងទៅលោកសារភាពថាចង់ចាត់ការខ្ញុំតែមិនប្រាប់អំពីមូលហេតុលោកគឺលេងទេប្រស្នាជាមួយនឹងខ្ញុំល្អមកលោកមិននិយាយទៅហើយខ្ញុំក៏មិនសួរទៀតដែររឿងនេះគឺកន្លងហួសដោយបែបនេះចុះលោកនៅមានរឿងផ្សេងទៀតទេអត់មានទេលោកជួលេងមកជាងពេញមួយយប់វាដូចជាឃ្លានខ្លាំងណាស់នេះឲ្យផ្ទះបាយរៀបចំម្ហូបប្រមាណមុខហើយហៅនងជីងស៊ុនមកម្នាក់ផងឲ្យពួកគេកំដរខ្ញុំផឹកស្រានេះគឺពួកជាមិនគួររំខានដល់លោកនោះទេមិននេះលោកហូននិយាយហើយពេលនេះមុខមាត់របស់សៀងហៃគឺជារឿងដ៏ធំបំផុតយ៉ាងម៉េចដែរលោកមិនទុកមុខឲ្យខ្ញុំអញ្ចឹងអញ្ចឹងលោកធ្វើឲ្យខ្ញុំខឹងហើយអញ្ចឹងយើងជាយល់ព្រមហូយៀនជានងជីងស៊ុនអ្នកទាំងពីរម្នាក់បញ្ជាគុណម្នាក់អសរសាស្ត្រអាចនិយាយថាដាវពីររួមគ្នាតាមហេតុផលបច្ចេកអូគួរតែមានសមិទ្ធផលធំគួរឲ្យស្ដាយនេះគឺសៀងហៃមិនហើយហើយនេះបងប្អូនពួកយើងចង់មកជួបលោកយូរហើយនៅក្រោមដើមឈើធំលុបត្រជាក់ស្រួលណាស់ខ្ញុំទុកជាដើមឈើធំអីទៅលោកចុងលោកដាក់ខ្លួនពេកហើយនៅសៀងហៃគឺគ្មានម្លប់ឈើណាដែលធំជាងលោកទេនិយាយបែបនេះពួកលោកព្រមច្រោកក្រោមមកលុបខ្ញុំហើយគឺប្រកាសហើយហូយៀនជាអូចុះលោកវិញនោះដោយសារតែលោកមើលថែអាចសហការជាមួយលោកយងបាននេះគឺជាសំណើរបស់ប៉ាអញជួយយើងមកយើងជូនលោកម្ចាស់យងហូយៀនជាលើកមុនពេលប្រកួតក្បាច់គុណហើយខ្ញុំយកលិខិតអញ្ជើញទៅឲ្យលោកមិនក៏លោកមិនមកគឺមានការជាប់ខ្លួនតែពេលនោះមិនបានមកនោះទេមិនមើលស្រាលខ្ញុំទេប៉ុន្តែក៏មិនអីដែរពេលមានគ្រោះថ្នាក់នៅសង្ជាអាចនឹកឃើញខ្ញុំបានអញ្ចឹងគឺល្អណាស់ទៅហើយខ្ញុំចូលចិត្តមនុស្សប្រកែដូច្នេះហើយហូយៀនជានងជីងស៊ុនតាមពិតទៅខ្ញុំពេញចិត្តដល់ពួកលោកយូរហើយសំណាក់ក្បាច់គុណកណ្ដាប់ដៃនឹងបងចំបាប់នៅសៀងហៃនេះក៏មិនតិចដែរគ្រូដែលល្បីឈ្មោះក៏មានប្រមាណអ្នកតើមាននរណាម្នាក់អាចប្រៀបនឹងលោកខួរបានទៅហើយនៅក្បែរខ្លួនអ្នកក្បាច់គុណម្នាក់ក៏មានអ្នកអក្សរសាស្ត្រដែលមានខួរក្បាលដូចជាលោកនងជីងស៊ុនចាំជួយដែរហើយនេះហើយថ្ងៃក្រោយពិភពគុណនៅខួរសាងអ្នកដែលអាចធ្វើជាស្ដេចបានគឺប៉ាក់ជីងអ៊ូមែនទេពេលនេះជាសម័យសង្គ្រាមតែសម័យសង្គ្រាមបង្កើតអ្នកក្លាហានខ្ញុំជាមនុស្សដែលមានមហិច្ឆតាម្នាក់ថ្ងៃនេះនៅចំពោះមុខពួកលោកខ្ញុំនិយាយពាក្យទាំងអស់នេះចេញមកហើយគឺបញ្ជាក់ថាខ្ញុំបានទុកអ្នកទាំងពីរជាគ្នាឯងទៅហើយនៅសៀងហៃនេះចង់ឲ្យមានសមិទ្ធផលមួយមានតែការរស់ស៊ីមិនបានទេមានតែកំភ្លើងមិនបានដែរមានតែមនុស្សប្រកែដែលមានខួរក្បាលតែប៉ុណ្ណោះហើយពួកលោកបើកសំណាក់ក្បាច់គុណក៏ជាអាជីពមួយដែរតែពឹងទៅលើដៃហើយតែជើងអាចគ្រប់គ្រងអាជីវកម្មមួយនេះហើយហេតុនេះហើយមនុស្សដែលមានខួរក្បាលទៅជាចំណុចសំខាន់បំផុតនិយាយទៅ
ដើមទុនរបស់ប៉ាជីងអ៊ូគឺប្រមាណប្រាប់តួលេខខ្ញុំមកលោកយ៉ងប៉ាជីងអ៊ូយើងគឺមិនលក់ទេអ្នកណាថាចង់ទិញទៅខ្ញុំក៏មិនចេះក្បាច់គុណហើយក៏មិនចេះបង្រៀនសិស្សទៀតផងខ្ញុំទិញវាមកធ្វើស្អីទៅប៉ាជីងអ៊ូជារបស់ពួកលោកជារៀងរហូតពួកលោកធ្វើការឲ្យខ្ញុំទៅបានហើយអូអត់ទេគឺសហការគ្នា